ទេសភាពនៅប្រទេសកូរ៉េបងតែនៅកន្លែងតំបន់ជនបទដែរបងមិននៅក្រុងហ្នឹងកន្លែងនេះផ្ទះជាកូរ៉េតែពេលទិញចាយបងមានសិទ្ធិគ្រឿងដៃបោះគេចោលចាយផ្លាស្ទិកមានដៃមានជួមានអីតាមហ្នឹងបងគាត់ប្រម៉ូយកលក់មានសម្ញាំមានអីចាតើមកកន្លែងនេះកន្លែងគេសូឡាបងដាក់ផ្ទាំងសូឡាគេទៅច្រើនអាគារមែនបងមើលឡើងដាច់ទៅភ្នែកថ្ងៃដល់បង្កើតបានភ្លើងប្រហែលបាត់ទេបងច្រើនតែដឹងថាបានច្រើនអត់ដោយសារអាកាសធាតុនៅកូរ៉េវាអត់សូវក្តៅចឹងបងវាអាកាសធាតុត្រជាក់បងដល់ចឹងសម្រាប់ស្មៅអីក៏ស្លាប់មានរស់តាមឈើដើមអស់ឆាច់អស់ស្លឹកឆាច់បងចាក់ដែរបងដល់នេះមានផ្លូវបែកទីបងទៅត្រង់មកឆ្វេងតែសម្រាប់តែមកឆ្វេងបងបនទឹកគេបងទឹកកកអងបងទឹកកន្លែងលូហូរកកជាប់លូហ្មងកកមិនធម្មតាបងឡើងជន់បានបងអត់រត់ទេនេះជន់បានហើយហូរមកកកលូនៅតែកន្លែងទឹកដែលហូរជាប់ហ្នឹងវាកកកន្លែងហើយអាកាសធាតុអត់សូវចាប់ដើមកម្ដៅវិញអាលាយទឹកកកវិញបងសត្វទាបងច្រើនអត់មានខ្លាចមនុស្សអីបន្តិចបងតិចស្វំហ្មងធម្មតាធំណងបងតែសក់នេះគេរោយបាញ់មើលមុខដែរដល់ចំណៃអានេះតិចទេបងមើលកន្លែងខ្លះច្រើនសត្វអត់ស្គាល់ឈ្មោះវាដែរសត្វហ្នឹងវានៅតែពេលខែត្រជាក់ខែក្តៅវាហើរចេញទៅណាអស់ដូចជាលើគេថាទៅខាងបាច់រុស្ស៊ីវិញសត្វនេះសានៅកូរ៉េខែ3ខែ4តែ5ក្តៅខែនេះអត់មានអីមើលបងកន្លែងភ្លើងគេច្រើនទៅស្មៅនៅសពនេះមានបបាបាញ់ឆ្នាំអីបងតិចងាប់អស់ឆាញ់ហ្មងអត់មានរស់និយាយទៅមកតងមកគ្មានស្មៅមកនៅស្រុកគេនេះគេអត់ចាំគួរចាំអីទេហៅវាហៅការដូចយើងនៅស្រុកគេវាខែប្រាំងខែក៏នឹងមានស្មៅវាមិនងាប់អស់នេះអត់សោះហ្មង